Bà số sau đây nè đọcគ្នាយើងជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូមួយទៀតហើយនៅក្នុងវីដេអូនេះអ្នកនរគ្នាឃើញមកគឺឃើញមាន activate license តាក់ទងនឹង Dynamo Pro យើងឥឡូវគឺយើងមាន activate license មានអីត្រឹមត្រូវអញ្ចឹងចាប់ពី version ហ្នឹងទៅក្រោយពេលដែលអ្នកនរគ្នា update ហើយគឺនឹងបើកមកម្ដងទៀតគឺ load ឲ្យអ្នកនរគ្នាចុច activate ហើយដូច្នេះអ្នកនរគ្នាពេលដែលបើកមកអាចចុចកន្លែង activate ហ្នឹងទៅហើយអ្នកនរគ្នាអាចដូរពីអង់គ្លេសទៅខ្មែរក៏បានដែរកន្លែងនេះបាទអញ្ចឹងអ្នកនរគ្នាឃើញហើយគឺកន្លែងទី1អ្នកនរគ្នាត្រូវដាក់ឈ្មោះ username Telegram អ្នកនរគ្នាមកឧទាហរណ៍អ្នកនរគ្នាឈ្មោះអីគេឧទាហរណ៍ខ្ញុំឈ្មោះដាក់ថា Booyah2Fact អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាដាក់ឈ្មោះអញ្ចឹងមកឈ្មោះ username របស់ Telegram ណាបាទអញ្ចឹងយើងដាក់កន្លែងហ្នឹងហើយកន្លែងនេះគឺយើងដាក់រូបភាព invoice ឬក៏រូបភាពការទូទាត់ប្រាក់ដែលអ្នកនរគ្នាបានជឿពីខ្ញុំទៅហ្នឹងណាហ្នឹងហើយអ្នកនរគ្នាចូលទៅមើលឆាតរបស់ខ្ញុំទៅអ្នកនរគ្នាដែលឆាតជាមួយខ្ញុំជាវជាមួយខ្ញុំកាលមុនហ្នឹងគឺឃើញ invoice ហើយខ្ញុំឲ្យផ្ញើ invoice ផ្ញើអីមកហ្នឹងណាអញ្ចឹងអ្នកនរគ្នាធ្វើការ save រូបហើយ upload ចូលមកអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាចុចកន្លែងហ្នឹងមួយមកហើយទៅ upload រូបចូលទៅបាទហើយបើជាបើអ្នកនរគ្នា upload រូបផ្សេងអានេះខ្ញុំអត់ approve ទេណាបាទអ្នកនរគ្នាត្រូវ upload រូប invoice មកអញ្ចឹងដោយសារតែខ្ញុំអត់បាន save invoice អញ្ចឹងខ្ញុំធ្វើរូបភាពនេះជាឧទាហរណ៍អញ្ចឹងអ្នកនរគ្នា select រូបអញ្ចឹងហើយយើងចុច open មកអញ្ចឹងវានឹងនាំអ្នកនរគ្នាវានឹង upload ឲ្យអ្នកនរគ្នាកន្លែងហ្នឹងហើយឃើញទេហើយបើចេះអ្នកនរគ្នាត្រូវមានអ៊ីនធឺណិតណាបាទបន្តមកទៀតអ្នកនរគ្នាចុចប៊ូតុងផ្ញើសំណើហ្នឹងទៅបាទចុចកន្លែងហ្នឹងមួយទៅអញ្ចឹងវានឹងផ្ញើទៅឲ្យអ្នកនរគ្នាអាចធ្វើការរងចាំបានអញ្ចឹងបើសិនបើខ្ញុំទៅនេះខ្ញុំចូលឆែកមើលអាហ្នឹងខ្ញុំពិនិត្យទៅឃើញថាត្រឹមត្រូវហើយអាហ្នឹងខ្ញុំនឹង approve ឲ្យហើយអ្នកនរគ្នាមិនឆាតមកខ្ញុំទេទី1អានេះលក្ខខណ្ឌណាអត់ចាំបាច់ឆាតមកខ្ញុំទេអ្នកនរគ្នាចាំអញ្ចឹងរយៈពេល15នាទីទៅបើសិនបើវាអត់មានការឆ្លើយតបមកវិញទេអញ្ចឹងអ្នកនរគ្នាអាចបិទកម្មវិធីហ្នឹងហើយរងចាំកន្លះម៉ោងឬក៏ម៉ោងក្រោយចាំពិនិត្យមើលម្ដងទៀតបានណាបាទបើន័យថាអ្នកនរគ្នាអាចចុចបិទបានហើយអ្នកនរគ្នាបើកវិញមកអ្នកនរគ្នានឹងរងចាំវានៅកន្លែងហ្នឹងបើសិនបើខ្ញុំអត់ទាន់ approve ទេហើយបើសិនបើអ្នកនរគ្នាឆែកបន្ទាប់ពីកន្លះម៉ោងហើយអ្នកនរគ្នាឆែកមើលពីម្ដងហើយអត់ឃើញខ្ញុំ approve ទេអាចឆាតមកខ្ញុំបានក្នុងករណីហ្នឹងណាហើយជាងដូចខ្ញុំប្រាប់អញ្ចឹងមិនមែនឃើញអញ្ចឹងភ្លាមឆាតមកខ្ញុំភ្លាមទេព្រោះអីការណែនាំហើយនឹងលក្ខខណ្ឌគឺខ្ញុំបានប្រាប់អ្នកនរគ្នាមុនហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំឆែកទៅខ្ញុំឃើញថាអ្នកនរគ្នា request មកបាទខ្ញុំឆែកទៅឃើញអ្នកនរគ្នា request មកអញ្ចឹងខ្ញុំឆែកមើល invoice ឆែកមើលឈ្មោះ Telegram ឈ្មោះអីត្រឹមត្រូវអស់ហើយអញ្ចឹងខ្ញុំនឹងអាច approve ឲ្យអ្នកនរគ្នាបានកន្លែងហ្នឹងណាបាទជិះជាមួយខ្ញុំសាក approve ឲ្យអ្នកនរគ្នាមើលអញ្ចឹងអ្នកនរគ្នាបើកមើលកន្លែងហ្នឹងមកហើយអ្នកនរគ្នាខ្ញុំនឹងចុចពាក្យថា approve បាទអញ្ចឹងខ្ញុំសុំ approve មួយបាទអញ្ចឹងអ្នកនរគ្នានឹងឃើញ load success មកឡើយហើយអញ្ចឹងកាលណាដែលខ្ញុំ approve ហើយពេលដែលអ្នកនរគ្នាបើកលើកក្រោយឡើងវិញទេគឺឡើង load អាហ្នឹងមកហើយគឺនឹងចូលទៅកម្មវិធី auto តែម្ដងឃើញទេបាទអូខេអញ្ចឹងជំហាននៃការ activate គឺមានប៉ុណ្ណឹងហើយ complete ពេលដែលអ្នកនរគ្នាបើកកម្មវិធីគឺត្រូវបើកអ៊ីនធឺណិតផងបើអត់បើកអ៊ីនធឺណិតអត់ដឹងថាខ្ញុំ approve ឬអត់ទេអញ្ចឹងវានៅតែជាប់ឲ្យយើង activate license រហូតអញ្ចឹងដាច់ខាតគឺត្រូវបើកអ៊ីនធឺណិតកន្លែងហ្នឹងអញ្ចឹងអ្នកនរគ្នាអាចចូលមកកាន់កម្មវិធីនឹងបានហើយ interface អ្នកនរគ្នាឃើញថាវាមានប្លែកបាទប្លែករៀងច្រើនដែរហ្នឹងបាទអញ្ចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាពីមុខងារដែលយើងមានបាទអញ្ចឹងទី1គឺមាន license check ហ្នឹងហើយទី2គឺអ្នកនរគ្នាអាចធ្វើការ import នេះបាទ import ជា VTT បាន VTT ក៏ជា file subtitle មួយដែរអញ្ចឹងយើងអាច import វាចូលបានហើយឥឡូវហ្នឹងណាហើយមុខងារមួយទៀតបាទមុខងារមួយទៀតគឺយើងធ្វើការផ្លាស់ប្ដូរកន្លែងនេះបាទអ្នកនរគ្នាឃើញមាន UI នេះយើងមើលមកគឺដឹងថាវាមាន item tool អីគេខ្លះនៅខាងមុខទៀតអញ្ចឹងខ្ញុំបាន improve UI កន្លែងហ្នឹងព្រោះអីពេលខ្លះអ្នកនរគ្នាប្រើអត់ដឹងថានៅលើ tool ខាងលើហ្នឹងគឺមានច្រើនទៀតទេអត់គាត់បានអស់មកណាអញ្ចឹងឥឡូវខ្ញុំបាន improve កន្លែងហ្នឹងហើយគឺយើងចុចកន្លែងហ្នឹងមកគឺវា auto slide មកកន្លែងនេះឲ្យយើងតែម្ដងបាទហើយខ្ញុំសុំ load វីដេអូចូលបាទខ្ញុំដាក់វីដេអូចូលមួយមកអញ្ចឹងអ្វីដែលផ្លាស់ប្ដូរទៀតនោះគឺអ្នកនរគ្នាមកមើលកន្លែងខាងចុងនេះយើងដាក់ម៉ៅទៅលើប៊ូតុងហ្នឹងយើងធ្លាប់ដឹងរួចមកហើយថាប៊ូតុងកន្លែងហ្នឹងគឺសម្រាប់
ធ្វើការងារតាក់ទងទៅនឹង video preset យើង save ជា text overlay យើង save ជា video overlay ឬក៏អក្សរផ្សេងៗដែលយើងបាន add នៅលើ video ហ្នឹងយើង save វាជា preset ក្នុងការដែលឲ្យយើងងាយស្រួលពេលក្រោយដែលយើងធ្វើរឿងនឹងដដែលយើងអាច load preset នឹងបានមកស្រាប់តែម្ដងឥឡូវយើងបដូរពីពាក្យថា video preset ដូរទៅជា project preset ម្ដង project preset ហ្នឹងបានន័យថាវាធំជាង video preset ក្នុង project preset ហ្នឹងអ្នកនរគ្នានឹងពេលដែលអ្នកនរគ្នា save បាទអ្នកនរគ្នាចុចមកគឺឃើញមាននៅប្រអប់មួយទៀតរូប folder អ្នកនរគ្នាដាក់ម៉ៅពីលើវាមកគឺគេដាក់ថា set custom export folder បានន័យថាឧទាហរណ៍អ្នកនរគ្នាបង្កើត preset រឿងនឹងមួយអញ្ចឹងអ្នកនរគ្នាអាចធ្វើការ custom path ឲ្យវាបានន័យថាពេលដែលវីដេអូដែលយើងកាត់ហ្នឹងរឿងភាគដែលយើងកាត់ហ្នឹងយើងប្រើ preset ហ្នឹងគឺវា auto save ចូលទៅកាន់ folder ដែលយើងបានកំណត់ហ្នឹងតែម្ដងបាទវាអត់ auto save ចូលទៅក្នុង export folder ចម្រុះចូលគ្នាហ្នឹងទេអញ្ចឹងករណីដែលអ្នកនរគ្នាមានរឿងណាមួយអញ្ចឹងយើងអាចបង្កើត custom folder មកថាខ្ញុំចុចលើហ្នឹងមកអញ្ចឹងយើង select លើ folder ហ្នឹងមកបាទ select លើ folder ហ្នឹងហើយយើងតែប៉ុណ្ណឹងគឺរួចរាល់ហើយអញ្ចឹងរឿងណាដែលវាប្រើ preset មួយហ្នឹងវានឹង auto save ចូលទៅកាន់ folder ដែលយើងបានកំណត់ហ្នឹងអាហ្នឹងក៏ជាភាពងាយស្រួលមួយដែរហើយមួយទៀត video preset ហ្នឹងវានឹងធ្វើការ save នៅ target language បាទនេះអញ្ចឹងវាក៏ save នៅ target language ហ្នឹងចូលដែរឧទាហរណ៍យើងកំពុងតែធ្វើលើភាសាអង់គ្លេសអញ្ចឹងកាលណាដែលយើង save preset ទៅយើង load preset ហ្នឹងមកក៏វានឹង save ភាសាហ្នឹងចូលមកជាមួយផងដែរអញ្ចឹងវាងាយស្រួលដែរកន្លែងហ្នឹងណាហើយតកតងជាមួយនឹង background music តកតងនឹង volume អីហ្នឹងក៏វា save ចូលដែរបាទតកតង background music ណាអញ្ចឹងឃើញថាវា save បានច្រើនជាងមុនហើយតកតងនឹង text overlay តកតងនឹងទំហំក្របអីហ្នឹងក៏វា save ចូលដែរតកតង project preset ហ្នឹងអញ្ចឹងខ្ញុំមានប៉ុណ្ណឹងតកតង project preset ហ្នឹងគឺយើងបាន scale វាឲ្យធំជាងមុនហើយមុខងារបន្ទាប់ទៀតនោះតកតងជាមួយនឹង blur box បាទតកតងនឹង blur box អ្នកនរគ្នាជាធម្មតាចុចទៅលើប៊ូតុងហ្នឹងបាទចុចទៅលើប៊ូតុងហ្នឹងមកយើងសេរីស្រង់វាចឹងទៅអញ្ចឹងឥឡូវហ្នឹងគឺអ្នកនរគ្នា add blur box លើគឺយើងមាន3 mode ទី1 mode blur ធម្មតាឥឡូវខ្ញុំសុំសេរីទៅកន្លែងភ្លឺតិចបាទនេះទី1 mode ធម្មតាទី2នេះអានេះ mode ដូចជាបែក pixel វាបែក pixel ព្រិលអញ្ចឹងបាទវាបែក pixel ព្រិលអញ្ចឹងនេះបាទវាបែក pixel អញ្ចឹងវាអត់ smooth ដូចអាទី1នេះទេអញ្ចឹង mode ទី2នេះគឺបែក pixel អញ្ចឹងជាមួយខ្ញុំ scroll នេះបាទឃើញទេនេះឃើញទេបាទហើយ mode ទី3គឺ solid color ជាផ្ទាំងវាជាពណ៌មួយហ្មងដែលយើងអាចរើសបានយើងបាំងពីលើនឹងហ្មងយើងអាចសេរី opacity វាសេរីអីចឹងទៅបាទអញ្ចឹងយើងមាន3 mode ហ្នឹងយើងពេញចិត្ត mode មួយណាដាក់ mode មួយហ្នឹងទៅហើយយើងមើល feature បន្តទៀតតាក់ទងជាមួយនឹងplay every បាទពីថា play every feature នៅលើនេះអញ្ចឹងជាធម្មតាខ្ញុំដាក់ម៉ៅខ្ញុំ select អាហ្នឹងមួយមកហើយខ្ញុំម៉ៅស្ដាំលើវាអញ្ចឹងអ្នកនរគ្នាទី1នឹងឃើញ UI ថ្មីស្អាតបែបហ្នឹងរៀបចំមានរបៀបរៀបរយជាងមុនអញ្ចឹងវាមានកន្លែង style វាមានកន្លែង animate វាមានកន្លែង preset នេះនឹងខ្ញុំនឹងនិយាយពេលក្រោយទៀតណាបាទអញ្ចឹងខ្ញុំមកមើល feature មួយអ្នកនរគ្នាចូលមកកាន់កន្លែង animate scroll មកក្រោមមានពាក្យថា play every ឬក៏ wait between play ហ្នឹងដូច្នេះអ្នកនរគ្នាអាចធ្វើការរងចាំ30វិនាទីបានន័យថាវាតកតងជាមួយនឹង motion ដែលយើងប្រើនេះអញ្ចឹង motion នោះថាយើងដាក់ឲ្យវាមកលមកស្ដាំអញ្ចឹងជាធម្មតាពេលយើង play ទៅនេះវាមកលមកស្ដាំអញ្ចឹងកន្លែងនេះបើសិនបើខ្ញុំផ្លាស់ប្ដូរតម្លៃរបស់ wait between play ហ្នឹងឧទាហរណ៍ដាក់ថា30វិអញ្ចឹងបានន័យថាពេលដែលវាដើរចប់មួយជុំបាទអា motion animate ហ្នឹងកាលណាដែលវាដើរចប់មួយជុំវានឹងបាត់បែបហ្នឹងបាទវានឹងបាត់បែបហ្នឹងហើយរងចាំ30វិនាទីទៅវាបង្ហាញខ្លួនមកឡើងវិញឃើញទេបាទហ្នឹងវា loop ចុះឡើងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺចង់បានន័យអញ្ចឹងបើយើងដាក់1នាទីបើនៅវាដើរចប់មួយជុំគឺវារងចាំ1នាទីក្រោយបានវាបង្ហាញខ្លួនមកឲ្យដើរចប់មួយជុំទៀតវាធ្វើអញ្ចឹងហើយនេះយើងអាច custom តម្លៃជាវិនាទីបានយើងចង់បានវិនាទីក៏បានដែរបើយើងដាក់ no wait
bạn này làពេលដែលវាដើរចំមកជុំហ្នឹងវាទៅរហូតចឹងបាទនេះវាបង្ហាញទៅរហូតចឹងឃើញទេហើយកន្លែង play head កន្លែងនេះក៏យើងអាច drag វាបានដែរយើងអាច drag ចឹងទៅយើងឃើញហើយបាទបាទអញ្ចឹងកន្លែងហ្នឹងគឺវាមានប៉ុណ្ណឹងហើយមិញយើងមកស្ដាប់មកយើងឃើញមានពាក្យថា preset ហ្នឹងបើយើងចង់បង្កើត preset សម្រាប់ text ហ្នឹងក៏បានដែរឧទាហរណ៍ថាយើងបង្កើត preset អីមួយយើងចុចកន្លែងប៊ូតុងនេះប៊ូតុងសញ្ញាបូកលើធុងសម្រាមហ្នឹងយើងចុចកន្លែងហ្នឹងមកហើយយើងដាក់ឈ្មោះវាមកឧទាហរណ៍ថា AA1 ចឹងទៅហើយចុច save បាទចឹងលើកក្រោយឧទាហរណ៍ថាខ្ញុំ add text អីចូលមួយទៀតខ្ញុំអត់ចាំបាច់សារ៉េសារងពណ៌សារ៉េសារងអីទេចឹងខ្ញុំគ្រាន់តែមកស្ដាំហើយយក preset មកខ្ញុំយកទម្រង់ A1 ហ្នឹងមកបាទអញ្ចឹងវានឹងធ្វើការលៃលកឲ្យយើងតាមហ្នឹងហើយដូចជាមានអីគេទៀតបាទមិនដូចជាមាន property ដែរបាទឥឡូវខ្ញុំសុំ save ឡើងវិញទៅអញ្ចឹងកន្លែង save ហ្នឹងឧទាហរណ៍ថាខ្ញុំចង់ save ទាំង position ហើយនិងទំហំរបស់វាអញ្ចឹងខ្ញុំ tick កន្លែងនេះមួយហើយខ្ញុំចុចបូកមកខ្ញុំដាក់ថា A2 អញ្ចឹងទៅបាទចុច save បន្តទៀតនៅលើ text នេះខ្ញុំចង់ apply លក្ខណៈរបស់text មួយហ្នឹងមកចូលនេះដែរអញ្ចឹងខ្ញុំអាច apply តាម preset ហ្នឹងបានអញ្ចឹងខ្ញុំចុចកន្លែង choose ហ្នឹងមកចុច A2 អូខេបាទវានៅទីតាំងដូចគ្នាហើយតើតើ motion គឺវា auto select ឲ្យដូចគ្នាអញ្ចឹងហ្នឹងគឺ preset ហើយបាទហើយយើងមើល feature បន្តទៀតតើតើជាមួយនឹងខ្ញុំមើលសិនបាទតើតើ intro និង outro បាទអ្នកនរគ្នាឃើញប៊ូតុងកន្លែងនេះមួយបាទនេះកន្លែងហ្នឹងគឺតើតើនឹង intro និង outro យើងអាច add video intro បានខ្ញុំចុចលើវាមួយមកអញ្ចឹងអ្នកនរគ្នាឃើញ dialog មួយ pop up បែបហ្នឹងអញ្ចឹងអ្នកនរគ្នាចង់ដាក់ intro គេយើងចុចកន្លែងហ្នឹងមកយើងរើសវីដេអូខ្លីៗដែលយើងដាក់ហ្នឹងមកបាទ intro គេយើងដាក់មកហើយកន្លែង outro ក៏ដូចគ្នាដែរចុចមកយើងចង់ add វីដេអូណាចូលយើង add ចូលមកបាទហើយវីដេអូដែលយើង add ចូលគឺវានឹងធ្លាក់មកនៅក្នុងនេះបាទឧទាហរណ៍ខ្ញុំ add អីមួយចូលមកខ្ញុំadd មួយនេះបាទអញ្ចឹងវានឹងធ្លាក់មកខាងក្រោមនេះអញ្ចឹងយើងអាចអានេះយើងអាចលុបចេញបានយើងចង់ឆ្លាញ់វីដេអូណាយើងអុសដាក់ចឹងមកនេះឃើញទេអុសមកតម្លាក់មកយើងចុច save ទៅអញ្ចឹងពេលដែលយើង render វានឹងធ្វើការcombine intro និង outro នឹងចូលគ្នាឲ្យយើងហើយបាទអញ្ចឹងមានប៉ុណ្ណឹងកន្លែងហ្នឹងហើយមុខងារបន្តទៀតតើតើជាមួយនឹង ready to render នេះយើងឃើញប៊ូតុងមួយខាងក្រោមនេះទៀតណា ready to render បានន័យថាជាប៊ូតុងមួយសម្រាប់ឆែកថាproject ហ្នឹងវារួចរាល់សម្រាប់យើង render ហើយនៅឬក៏វាមានខ្វះអីគេទៀតឥឡូវឧទាហរណ៍ខ្ញុំគ្រាន់តែ add វីដេអូចូលហើយខ្ញុំចុចប៊ូតុងនឹងមួយដើម្បីឆែកមើលនេះគេវាដាក់ no subtitle ទេបាទឥឡូវខ្ញុំសុំ add subtitle ចូលមួយរឿងហ្នឹងឈ្មោះគេចេះបាទមិញបាទមួយនេះខ្ញុំ add subtitle ចូលមួយអញ្ចឹងចុះចឹងអ្នកនរគ្នាចុចប៉ុណ្ណឹងហើយអ្នកនរគ្នាចង់ render ក៏បានដែរតែយើងអាចចុចឆែកមើលបានអានេះឆែកមើលទៅគេថាវាខ្វះគេអញ្ចឹងណាអញ្ចឹងវាដាក់ថា missing audio 76អញ្ចឹងឧទាហរណ៍ខ្ញុំ generate audio អញ្ចឹងអានេះដោយសារវាជាអង់គ្លេសអញ្ចឹងយើងមុននឹង generate យើង select ភាសានេះឲ្យត្រឹមត្រូវដូចគ្នាដែរបាទអញ្ចឹងយើងចុច generate audio នឹងមកអូអានេះប្រើ Vox CPM2 ខ្ញុំដូរទៅ mode ផ្សេងសិនខ្ញុំបិទអានេះសិនបាទខ្ញុំប្រើ mode ធម្មតាសិនដើម្បីកុំឲ្យវាចំណាយពេលយូរអូខេឥឡូវយើងចាំមក plate សិនណាឲ្យវា generate ឲ្យអស់សិនបាទឥឡូវហ្នឹង generate អស់ហើយអញ្ចឹងខ្ញុំចង់ដឹងថាតើ project ហ្នឹងវារួចរាល់សម្រាប់ render ហើយនៅអញ្ចឹងខ្ញុំអាចចុចប៊ូតុងហ្នឹងបាននេះឃើញថារួចរាល់ហើយឥឡូវឧទាហរណ៍ថាយើង generate ទៅស្រាប់តែវាបាត់សំឡេងណាមួយបាទហើយខ្ញុំសុំ break សិនបាទអញ្ចឹងឧទាហរណ៍ថាវាបាត់សំឡេងកន្លែងនេះ2ចុះហ្នឹងហើយអញ្ចឹងខ្ញុំសុំលុបអាហ្នឹងចេញហើយយើងសាកចុចប៊ូតុងហ្នឹងម្ដងទៀតពេលដែលយើងចុចទៅវានឹងបង្ហាញថាអូនៅកន្លែងនេះវាបាត់សំឡេងបាត់អីចឹងទៅឃើញទេបាទអញ្ចឹងវាប្រាប់យើងហើយមួយទៀតវាឆ្លាតមួយទៀតនោះគឺតើតើសំឡេងណាដែលវានៅជាន់គ្នាខ្លាំងណាឧទាហរណ៍ថាសំឡេងនេះវាជាន់គ្នាលើសដល់នេះបាទលើសដល់ហ្នឹង
ចឹងក្នុងករណីហ្នឹងវាអាចមានម្ដងម្កាលដែរចឹងយើងអាចចុច ready to render មកវានឹងប្រាប់យើងថាកន្លែងណាដែលវា overlap ចឹងយើងចុចមកកន្លែងហ្នឹងមកវានឹងទាញយើងចូលទៅកន្លែងដែលវាមានបញ្ហាហ្នឹងបាទនេះឃើញទេចឹងដោយសារតែសំឡេងខ្លះយើងដឹងហើយថា maximum speed របស់វាគឺលឿនបំផុតត្រឹម 2.5 នេះបាទចឹងកាលណាដែលវាព្យាយាមសរេសរងអស់ហើយត្រឹម 2.5 ហ្នឹងវានៅតែលើសទៀតចឹងយើងអាចចុចឆែកមើលបានកាលវាមានករណីហ្នឹងណាចឹងវាអាចមានកើតមានដែរក្នុងការដែលយើងកាត់តវាដែលវាមាន subtitle ច្រើនយើងអត់ចង់ចំណាយពេលទៅឆែកវាចឹងយើងអាចចុចអាហ្នឹងទៅវាឆែកឲ្យយើងចឹងយើងឃើញប៉ុណ្ណឹងហើយយើងអាចចុចទៅលើ audio នឹងមកហើយយើងអាច generate វាម្ដងទៀតបានហើយបាទចឹងកន្លែងមុខងារហ្នឹងគឺសម្រាប់ជួយសម្រួលការងារយើងកន្លែងហ្នឹងបាទចឹងបន្ទាប់ពី ready to render នឹងហើយយើងចូលទៅកាន់ setting បាទយើងចូលទៅកាន់ setting យើងឃើញមាននៅខាងលើនេះបាទនេះគឺ search setting គឺយើងអាចធ្វើការ search បាននៅកន្លែងហ្នឹងយើងអត់ចាំបាច់ទៅ scroll អីទៀតទេបាទដោយសារយើងមានមុខងារច្រើននៅក្នុងហ្នឹងអញ្ចឹងយើងអាច search វាតែម្ដងឧទាហរណ៍ខ្ញុំចង់ search ទៅកន្លែង Vox CPM2 អញ្ចឹងខ្ញុំគ្រាន់តែដាក់ថា Vox CPM2 មកបាទអញ្ចឹងវានឹងបង្ហាញបែបនេះហើយអញ្ចឹងអ្នកនរគ្នាកុំភ្លេចមើលប្រអប់ទូចខាងមុខនេះផងប្រអប់ហ្នឹងគឺសំដៅទៅលើ section នេះបាទសំដៅទៅលើ section ខាងឆ្វេងនេះថាចំណុចហ្នឹងវានៅក្នុង section មួយណាឧទាហរណ៍ថាអានេះវាដាក់ថា Vox CPM2 AI អញ្ចឹងបានន័យថាអាហ្នឹងគឺវានៅក្នុង tab មួយនេះបាទអញ្ចឹងយើង search ចឹងហើយយើងអាចចុចកន្លែងហ្នឹងទៅបើមិនយើងចង់ដឹងអាហ្នឹងហើយចង់បានអាហ្នឹងហើយយើងចុចពីលើវាមកវានឹងនាំយើងមកកាន់កន្លែងហ្នឹងហើយឧទាហរណ៍ខ្ញុំចង់ទៅកន្លែងlock បាទកន្លែង lock ភាគច្រើនខ្ញុំឲ្យគ្នាយើងផ្ញើ lock មកឲ្យខ្ញុំពេលដែលមានបញ្ហាអញ្ចឹងយើងអាចចូលមក setting មកយើងវាយ search ពាក្យថា lock អញ្ចឹងអ្នកនរគ្នាឃើញមានគេដាក់ application lock ហ្នឹងយើងចុចមកគឺវានាំយើងមកកាន់កន្លែង application lock ហ្នឹងហើយឃើញទេបាទងាយស្រួលមែនតើហើយខ្ញុំសុំ clear ខាច់មួយបាទអញ្ចឹងអាហ្នឹងយើងអាច clear ចេញបានខាច់ហ្នឹងណាហើយហ្នឹងហើយតើតើ setting search setting គឺមានប៉ុណ្ណឹងហើយមុខងារបន្តទៀតនោះគឺតើតើកន្លែង concurrent ឥឡូវខ្ញុំអត់scroll វាទេខ្ញុំចុចខ្ញុំ search ដាក់ថា concurrent តែម្ដងចុចកន្លែងហ្នឹងមកនេះបាទកន្លែង concurrent នេះកាលមុនគឺមានតែ10ទេឥឡូវខ្ញុំបន្ថែមទៅដល់35 concurrent generate សំឡេងហ្នឹងបាទ generate សំឡេងម្ដងឥឡូវបាន35សំឡេងអ្នកនរគ្នាឃើញខ្ញុំ generate មិញហើយគឺវា load មកច្រើនជាងមុនហើយអានេះក្នុងករណីដែលយើងមានអ៊ីនធឺណិតលឿនណាករណីដែលយើងមានអ៊ីនធឺណិតរៀងយឺតយើងបន្ថយតាមនឹងទៅយើងកុំដាក់ច្រើនពេកជៀសវាងវាមានបញ្ហា error បញ្ហាអីផ្សេងហើយមុខងារបន្តទៀតតកតងជាមួយនឹង final render button នេះបាទតកតង final render button ហ្នឹងដើម្បី sample ហ្នឹងបានខ្ញុំធ្វើការ add វីដេអូ 2-3 ចូលទៀតទៅហើយខ្ញុំធ្វើការ load នៅ subtitle ចូលបាទ load ចូលយើងចុច import ចឹងឧទាហរណ៍ថាខ្ញុំកំពុងតែធ្វើការផ្សេងទៅលើ project ទាំងអស់ហ្នឹងឧទាហរណ៍ខ្ញុំកន្លែងនេះខ្ញុំចុចពាក្យថា transcribe កន្លែងនេះខ្ញុំចុច transcribe ដែរទៅបាទខ្ញុំកំពុងតែ transcribe 2អញ្ចឹងចៃដន្យណាវីដេអូទី1នេះខ្ញុំធ្វើរួចរាល់ហើយអញ្ចឹងខ្ញុំចុចថា final render ហើយខ្ញុំចុចពាក្យថា add all to queue ប៉ុន្តែខ្ញុំមិនដឹងថា project ផ្សេងកំពុងតែធ្វើការងារគេខ្លះទេអញ្ចឹងខ្ញុំចុច all to queue ទៅវានឹង detect ដឹងថាproject មួយនេះកំពុងតែធ្វើការងារគេអញ្ចឹងយើងចង់ add វាទៅចូលកន្លែង queue នឹងដែរអត់បាទអញ្ចឹងបើសិនជាយើង add ចូលបានន័យថាវាអត់ទាន់បកប្រែចប់ទេអញ្ចឹងពេលដែលយើង render មកវាអត់លឺសលេងអត់លឺអីចឹងទេដោយសារយើងអត់ទាន់បានបង្កើតសំឡេងបាទអញ្ចឹងវានឹងប្រាប់យើង warning បែបហ្នឹងអញ្ចឹងបើសិនជាយើងអត់ចង់ add ចូលទេយើងអាចចុច wait មកបាទយើងចុច add to queue តែ project ហ្នឹងទៅអញ្ចឹងឃើញថាវាស្រួលដែរកន្លែងហ្នឹងវាប្រាប់យើងគីឡូករណីខ្លះយើងអត់បានឆែកមើលត្រឹមត្រូវអញ្ចឹងទៅយើងចុច final render ហើយយើង add to queue ទាំងអស់តែម្ដងឥឡូវវាចប់ហើយនេះបាទវាសល់តែមួយទេហ្នឹងហើយអញ្ចឹងអានេះវាបកប្រែចប់ហើយបាទខ្ញុំមើលសិនអូខេចឹងកន្លែង add all to queue ហ្នឹងបាទនេះវា load 2វិញមិញដោយសារចេះបាទ
mình đã sai dân nơi project này bà dân nơi cho nơi lừa project để có phong tana ca nữa chẳng bị dân add tới cứ việc bà hai ta mùi thì bà sai dân có phong tại nơi lừa mùi nặng chẳng bị bỏ price này bà chẳng bị dân chọn final render dân chọn all thực chú ok vì là so tầm mùi thì lần nặng chẳng bị còn là chưa vươn nên cái này người dân đăng thì bà chẳng một người và tập tiền nó cứ tiệt tông chung mùi nặng phía xa bà tại tông phía xa cứ dương mơ mọc can cành làm đầy càng lơ kê máu dương khơi miền PEN này chắc dương ai cho từ lơ biết là mình switch từ phía xa Khmer bàn switch từ phía xa Khmer bàn á chẳng này đọc ni xua thua ca chừng muốn xongรับnày để có ra sự chạy tại tông chúng mình là ăn lễ chẳng dương ai cho switch cái này nâng bàn này bà cái này phía xa đang dương ai switch bị ăn lễ từ Khmer bị Khmer từ ăn lễ bên bàn năng ngày anh cứ tẹt tông chúng mình đang phía xa rồi bắt đầu mà tiết tẹt tông chúng mình đang ăn đuôi đang redo button để đọc này khi này các bài nó khi mình là sinh nhà này mùi á chân sinh nhà mặc rồi nó mà chơi đây nó cứ tẹt tông chúng mình đang ăn đu và này thôi dừng cho làm lục dừng cho làm mù rồi nhầm mù dần máu chân cái này nó cầm bắt đầu chỉ cho control Z của bạn này còn thang dương miền thang button tham ấy chẳng thiệt chẳng nhầm chạy button nâng máu nhẹ khi nhé vào vì ăn đu một về nhảy khi nhé bà nè hay từ một cái cứ đi đủ và nè vì bị chặt nhiều với nhé nè bảo vì từ một dạ vì bị chặt nhiều chẳng vì cái này nó vì chui lên càng nghe dương đài này rồi còn càng nghe nào thì dân cho lòng lục cho lòng ấy dân tới dân ai ăn đu vì một bên phim bàn chẳng tệ tông ăn đu đi đu bột tôngคือmiền bản năngហើយមួយទៀតតេតងជាមួយនឹង project tab បាទជាមុខងារដែលគ្នាយើងភាគច្រើនចង់បានតេតងនឹងការ save project អញ្ចឹងអ្នកនរគ្នាឃើញនៅក្បែរហ្នឹងគឺមានប៊ូតុងមួយទៀតបាទឃើញទេចុចលើវាមកគឺវាមានប៊ូតុងទាំងប្រមាណហ្នឹងប៊ូតុងលើគេតេតង new project ពេលយើងចុចមកយើង load វីដេអូ load អីចូលអញ្ចឹងទៅវាដូចទៅនឹងប៊ូតុង load វីដេអូនេះដែរបាទហើយប៊ូតុងទី2គឺតកតងនឹង open project និង session បាទអញ្ចឹង open project នេះគឺករណីដែលយើងបាន save វាហើយករណីដែលយើងបាន save វាអញ្ចឹងបើសិនជាអត់ត save ទេយើងអាចចុច save វាសិនបាទឧទាហរណ៍ខ្ញុំចង់ save project ហ្នឹងអញ្ចឹងចុច control S មកបាទហ្នឹងហើយដើម្បី save វាអញ្ចឹងវាក៏មានទីតាំងរបស់វាដែរបាទអ្នកទាំងគ្នាអាចចូលទៅកាន់ setting ហើយយើង scroll មកក្រោមបន្តិចនេះបាទយើងដាក់ឈ្មោះថា project save path អញ្ចឹងយើងជ្រើសរើស path គោលណាមួយដែលយើងចង់ save វាមកអញ្ចឹងពេលដែលយើងកន្លែងនេះយើងចុច control S ឬក៏យើងចុច save ទៅវានឹងចូលទៅកាន់កន្លែងហ្នឹងហើយឬក៏យើងអត់ចង់អញ្ចឹងទេយើងចង់ save វាដាក់តាណា folder ខាងក្រៅមួយទៀតអញ្ចឹងយើងចុច save as មកយើងជ្រើសរើស folder ដែលយើងចង់ save មកអញ្ចឹងពេលដែលយើង save ហើយយើងអាចចុច open project នឹងបានឧទាហរណ៍ថាខ្ញុំចុច open មកនេះបាទនេះគឺ project ដែលខ្ញុំបាន save នឹង session យើងមាន project ហើយនឹង session project ហ្នឹងគឺវាមានតែមួយហ្នឹងទេចំណែក session ឥឡូវជាមួយខ្ញុំ save session ឲ្យមើលឧទាហរណ៍ថាមួយ session ហ្នឹងខ្ញុំមានប្រហែល project ខ្ញុំមាន4 project បែបហ្នឹងបាទខ្ញុំមាន4 project បែបហ្នឹងមួយ session ហ្នឹងណាអញ្ចឹងខ្ញុំចង់ save ទាំង4 project ទាំងអស់ចូលគ្នាអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំចុច save session បាទខ្ញុំ save ដាក់កន្លែងហ្នឹងបាទថតដាក់ថា Go ស្អីចឹងទៅហ្នឹងហើយខ្ញុំចុច save អញ្ចឹង save រួចរាល់ហើយណាបាទអញ្ចឹងឧទាហរណ៍ថាលើកក្រោយបាទខ្ញុំបើកកម្មវិធីឡើងវិញមកខ្ញុំមកថ្មីបែបហ្នឹងអញ្ចឹងខ្ញុំចង់បន្តការងារចាស់របស់ខ្ញុំចុចកន្លែងប៊ូតុង load ហ្នឹងមកប៊ូតុង save project ហ្នឹងឬអាចចុចពាក្យថា load project ឬក៏ session ហ្នឹងយើងទៅរកឈ្មោះ session ដែលយើងបាន save ហ្នឹងចុច open មកឃើញទេបាទទាំង4 project ហ្នឹងគឺមកវិញទាំងអស់ហើយអញ្ចឹងយើងឲ្យបន្តការងារយើងបានហើយអាហ្នឹងពាក្យថា save session ហើយចុះ save project save បែបម៉េច save project គឺយើង save ទៅមួយទេឧទាហរណ៍ខ្ញុំចង់បើក project ណាមួយបើក project មួយនេះក៏ទៅវា DD project ហ្នឹងបាទចឹងចុចមួយហ្នឹងមកបាទគឺវាមកទៅមួយហ្នឹងទេអាហ្នឹងគឺ project ដែលយើងបាន save មួយហ្នឹងអញ្ចឹងអ្នកនរគ្នាអាចបែងចែកច្បាស់ហើយតើតើជាមួយនឹងការ save session ហើយនិង save project គឺវាខុសគ្នាបែបហ្នឹងហើយនេះគាត់តែជា recent ទេហ្នឹងហើយ recent ហ្នឹងយើងបើកភ្លាមហ្មងតើតើ project ដែលយើងធ្វើ
ទាំង5ចុងក្រោយគេហ្នឹងបាទនឹងយើងអាចចុចបើកតាមនឹងផ្ទាល់តែម្ដងក៏បានដែរគេចុចបើកមកឃើញទេបាទនេះចឹងតើតងនឹងប៊ូតុងហ្នឹងឥឡូវគឺអូខេហើយបាទហើយមួយទៀតនៅក្នុង setting ហ្នឹងខ្ញុំនិយាយឲ្យហើយហ្មងទៅគឺតើតងចូលមកកាន់កន្លែង general អស់មកក្រោមមកបាទអស់មកក្រោមអ្នកនរគ្នាឃើញពាក្យមួយនៅខាងក្រោម project save path គឺពាក្យថា auto backup and crash recovery ពេលណាដែលអ្នកនរគ្នាបើកអាហ្នឹងបានន័យថារៀងរាល់2នាទីវានឹងធ្វើការ backup បំរុងទុករាល់កិច្ចការដែលអ្នកនរគ្នាកំពុងតែធ្វើហ្នឹងវាការពារក្នុងករណីដែលអ្នកនរគ្នាធ្វើទៅដាច់ភ្លើងហ្នឹងហើយធ្វើដាច់ភ្លើងឬក៏ GPU អ្នកនរគ្នាមានបញ្ហាវា crash កម្មវិធីហ្នឹងអញ្ចឹង2នាទីចុងក្រោយដែលអ្នកនរគ្នាធ្វើ project ហ្នឹងគឺវានឹង auto backup save ទុកអីអញ្ចឹងពេលណាដែលអ្នកនរគ្នាបើកមកវិញគឺវានឹងសួរអ្នកនរគ្នាឲ្យចង់ load project ចាស់ឬក៏ចង់ recovery អត់អញ្ចឹងយើងចុចតាមប៊ូតុងការណែនាំទៅគឺយើងបាន project នឹងមកវិញហើយបាទអញ្ចឹងអាហ្នឹងវាធ្វើការងាររបស់វាគឺរៀងរាល់2នាទីវានឹងធ្វើការ save ទុកម្ដងអញ្ចឹងករណីដែលអ្នកនរគ្នាមានស្ពេចរៀងទាបអីអ្នកនរគ្នាប្រសិនបើបើកមុខងារទាំងទៅវារៀងរអាក់រអួលអញ្ចឹងអាចបិទវិញបានកន្លែងហ្នឹងណាបាទអញ្ចឹងខ្ញុំសូមបិទវាទៅដោយសារកម្មវិធីខ្ញុំវាអត់មានតតងដាច់ភ្លើងដាច់ទេដោយសារខ្ញុំប្រើ laptop ទេហ្នឹងហើយមួយទៀតតតងជាមួយនឹងប៊ូតុងមួយនៅកន្លែងនេះអ្នកនរគ្នាឃើញគេដាក់ថា ducking ណាប៊ូតុង ducking ហ្នឹងគឺវាតតងជាមួយនឹងសំឡេង A1 ហើយនិង A2 ធម្មតាសំឡេង A2 គឺជាសំឡេង background អញ្ចឹងកន្លែងណាដែលអត់មានមនុស្សនិយាយ background ហ្នឹងវានឹងធ្វើការលឺទៅតាមកម្រិតដែលយើងបានកំណត់ volume របស់វាក៏ប៉ុន្តែកន្លែងណាដែលមានសំឡេងតួអង្គនិយាយវានឹងធ្វើការអូតូបន្ថយវាមកបន្តិចបន្ថយតម្លាក់មកក្រោម volume ដែលយើងបានកំណត់ហ្នឹងដើម្បីឲ្យលឺសំឡេងមនុស្សរៀងច្បាស់អញ្ចឹងវាឆ្លាតកន្លែងហ្នឹងបើវាដឹងថាកន្លែងណាដែលត្រូវបន្ថយសំឡេង background កន្លែងណាដែលត្រូវតម្លើងសំឡេង background អញ្ចឹងយើងអាចចុចកន្លែងនេះមកដើម្បីបើកវាឬក៏ចុចវាដើម្បីបិទវាអញ្ចឹងទៅក៏បានដែរហ្នឹងហើយអញ្ចឹងយើងចង់ប្រើយើងបើកវាមកហើយឃើញថា UI កន្លែង timeline editor ហ្នឹងខ្ញុំបានរៀបចំស្អាតជាងមុនហ្នឹងហើយរៀបចំស្អាតបាតជាងមុនហើយអញ្ចឹងអ្នកនរគ្នាឃើញមកជួរនេះហើយបាទអញ្ចឹងករណីដែលយើងមាន screen តូចអីឃើញវាអូតូរៀបឲ្យយើងហ៎បាទអញ្ចឹងយើងឃើញថាវាងាយស្រួលចុចងាយស្រួលមើលជាងមុនកន្លែងហ្នឹងណាចឹងតើតង ducking ហ្នឹងគឺមានប៉ុណ្ណឹងហើយបន្តមកទៀតតើតងជាមួយនឹងប៊ូតុង run all បាទប៊ូតុង run all កន្លែងនេះអ្នកនរគ្នាឃើញហើយបាទឥឡូវខ្ញុំសូម load នៅ project ថ្មីមួយតែម្ដងទៅបើថាខ្ញុំ load 9 project maximum តែម្ដងបាទអញ្ចឹង maximum ឥឡូវយើងធ្វើបាន9 project ហើយចាំមើលខ្ញុំចុចកន្លែង run all កន្លែងហ្នឹងគឺយើងចុចមកគឺមាន3ទី1មុខងារ run all ហ្នឹងគឺដើម្បីឲ្យវាធ្វើការងារទាំងអស់ឲ្យយើងចុចតែមក click ទេវាធ្វើការងារទាំងអស់ធ្វើការងារគេគឺការងារមានចំនួន3ដែលវាអាចធ្វើបានទី1គឺបកប្រែទាំងអស់យើងអត់ចាំបាច់ switch project មួយហើយចុច transcribe ចុច project មួយទៀតហើយ transcribe ទៅ project មួយទៀតហើយ transcribe ទេយើងចុចតែ run all មកយើងចុច transcribe all project មកឃើញវា load ខាងក្រោមនេះបាទនេះ T9 មក transcribe 9 project នេះបាទ project ទាំងអស់គឺនឹង auto transcribe ឲ្យយើងតែម្ដងអាហ្នឹងមុខងារទី1មុខងារទី2គឺ isolate BGM isolate BGM ក៏ដូចគ្នាដែរអញ្ចឹងយើងអត់ចាំបាច់ switch ទៅ project មួយចុចប៊ូតុង isolate switch ទៅ project មួយទៀតចុចប៊ូតុង isolate ដូចមុនទៀតទេយើងចុចកន្លែងហ្នឹងមកយើងចុច isolate BGM មកអញ្ចឹងវានឹងធ្វើការបំបែកឬក៏ធ្វើការងារតតង isolate ហ្នឹងឲ្យយើងវាចាប់ផ្ដើមពី project ទី1មកអញ្ចឹងពេលដែល project ទី1ធ្វើចប់វានឹង auto ទៅ project ទី2ទី3រហូតដល់ទី9អញ្ចឹងទៅបាទហើយតតងជាមួយនឹងមុខងារមួយទៀតតតង generate audio ហ្នឹងដោយសារឥឡូវយើងវាអត់ទាន់បកប្រែបានទេអញ្ចឹងពេលដែលយើងចុចអាហ្នឹងទៅក៏វាអត់ទាន់ធ្វើការងារដែរឃើញទេបាទដោយសារយើងអត់ទាន់មាន subtitle អញ្ចឹងយើងធ្វើការងារហ្នឹងអត់បានទេអ
ចឹងដំណើរការគឺដូចគ្នាចឹងដែរឃើញទេបាទវាចប់បច្ចេកទី1វាអូតូទៅបច្ចេកទី2យើងតែម្ដងហើយបច្ចេកផ្សេងវាកំពុងតែស្ថិតក្នុងការរងចាំយើងអាចคลิกដើម្បី remove ប្រសេសនឹងចោលក៏បានដែរคลิกលើវាមកវា remove ចេញហើយអូខេខ្ញុំមើលបកប្រែសិនបាទអូខេបកប្រែកន្លែងនេះហើយមួយអីបាទនេះហើយអីចឹងកន្លែងឃើញថាជួយសម្រួលការងារច្រើនឥឡូវទោះថាបច្ចេកនេះវាបាន subtitle ហើយចឹងខ្ញុំចង់ធ្វើការ transcribe វាចឹងខ្ញុំចុចកន្លែងហ្នឹងហើយខ្ញុំចុចប៊ូតុង generate audio ហ្នឹងមកបាទចឹងដោយសារបច្ចេកខ្លះវានៅមានអក្សរចិនដែរចឹងខ្ញុំសាកចុចដែរមើលបាទចឹងពេលដែលខ្ញុំចុចទៅចឹងបច្ចេកដែលអក្សរខ្មែរវិញវានឹងធ្វើការ generate សំឡេងឲ្យយើងតែបច្ចេកដែលមានអក្សរចិននេះថាវានៅ status នេះវាកំពុងតែបកប្រែចឹងវាអត់ generate ទេហើយណាមួយអក្សរនេះគឺខុសគ្នាទៀតបាទចឹងករណីហ្នឹងវាអត់ដំណើរការយើងអាចចុច generate audio ហ្នឹងម្ដងទៀតបានក្នុងករណីដែលយើងបានបកប្រែរួចរាល់ហើយបាទអូខេចឹងការងារកន្លែង run all គឺមានតែប៉ុណ្្នឹងទេបាទវាជួយសម្រួលការងារយើងកុំឲ្យយើងចុចច្រើនដងពេកបាទអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងកន្លែង add render queue បាទ add render queue ហ្នឹងឧទាហរណ៍ថាខ្ញុំចង់ add project មួយចំនួនចូលឧទាហរណ៍ខ្ញុំ add មួយនឹងចូលបាទអញ្ចឹងខ្ញុំចុច final render ហើយ add to queue បន្តមកទៀតខ្ញុំ render វាបាទឥឡូវយើងចាំវាឲ្យចប់សិនគឺខ្ញុំបានបន្ថែមជាមួយនឹងប៊ូតុងមួយដែលយើងអាចធ្វើការចុចទៅលើប៊ូតុងហ្នឹងទៅគឺវានាំយើងទៅកាន់ folder របស់រឿងហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំបានបន្ថែមទៅលើប៊ូតុងហ្នឹងដែរឥឡូវយើងចាំមើលសិនវា render ចប់ឥឡូវហើយបាទអញ្ចឹងក្រោយដែលវា render ចប់អញ្ចឹងអ្នកនរគ្នានឹងឃើញប៊ូតុង open មួយអញ្ចឹងយើងចុចទៅលើ open ហ្នឹងមកវានឹងធ្វើការបើក folder ឲ្យយើងតែម្ដងពីទីតាំងរបស់រឿងដែលយើងបាន render ហ្នឹងណាបាទអញ្ចឹងអ្នកនរគ្នាឃើញហើយបាទហើយនេះវាចូលមកក្នុងហ្នឹងដោយសារតែយើងបានប្រើប្រាស់ជាមួយនឹង preset មួយហ្នឹងហើយយើងបានធ្វើការ custom ទៅលើ folder របស់វាបានវាចូលមកកាន់កន្លែងមិញហ្នឹងបាទអញ្ចឹងមុខងារហ្នឹងបាទតើតើជាមួយនឹង open កន្លែង redirect ទៅកាន់ទីតាំងរបស់ episode ហ្នឹងបាទតើតើប៊ូតុង open ហ្នឹងណាហើយមួយទៀតតើតើជាមួយនឹង Vox CPM2 បាទចឹង Vox CPM2 មានការកែប្រែច្រើនដែរអ្នកនរគ្នាចូលមកកាន់ setting ហើយចូលទៅកាន់ Vox CPM2 AI section ហ្នឹងមកហើយខ្ញុំចុច enable វាសិនបាទហើយអ្នកនរគ្នាកុំភ្លេចមើលកន្លែងនេះផងបាទ website បង្កើតសលេងហ្នឹងអ្នកនរគ្នាអាចចុចឲ្យមើលវីដេអូបានបើសិនបើអ្នកអត់តមើលទេហើយកន្លែងនេះក៏វីដេអូដែរបាទសំដៅនេះមិនវីដេអូនេះ website បាទនេះគឺវីដេអូអ្នកនរគ្នាអាចចុចមើលបានណាហើយអ្នកនរគ្នាមើលកន្លែង voice profile ឥឡូវបាទ voice profile ឥឡូវអ្នកនរគ្នាឃើញមានការរៀបចំស្អាតជាងមុនគឺអ្នកនរគ្នាអាចឃើញឲ្យថាមួយចឹងបានហើយអ្នកនរគ្នាអាចចុចកន្លែងប៊ូតុងនេះដើម្បីពលាវាបានបាទពលាមកឃើញមានសលេងប្រុសសលេងស្រីដែលយើងបាន add ចូលអញ្ចឹងអ្នកនរគ្នាអាចលុបវាបានអាចដូរ page ដូរអីបានកន្លែងនេះហើយយើងអាចចុច play សលេងបាននៅលើហ្នឹងហ្នឹងហើយចុច play កន្លែងហ្នឹងក៏បានដែរហើយតើតើពណ៌បាទពណ៌គឺយើងបានរៀបចំល្អជាងមុនដែរកន្លែងនេះពណ៌បាទយើងអាច select មកជ្រើសរើសពណ៌តែម្ដងនៅលើហ្នឹងហើយអ្នកនរគ្នាឃើញប៊ូតុង2នេះបាទយើងអាច add single audio ក៏បានយើងអាច add multiple audio ក៏បានដែរឧទាហរណ៍ថាខ្ញុំចុច add multiple ហ្នឹងមកឧទាហរណ៍ខ្ញុំចុច add ប៉ុណ្ណឹងចុច open ឃើញទេបាទអញ្ចឹងសម្រាប់ឈ្មោះវានឹងចាប់យកទៅតាម file របស់យើងដែលយើងបានដាក់ឈ្មោះអញ្ចឹងអ្នកនរគ្នាអាចកំណត់ឈ្មោះរបស់សលេងហ្នឹងនៅលើ file name របស់វាតែម្ដងក៏បានដែរអញ្ចឹងពេលដែលយើង import ចូលមកគឺវាចាប់ឈ្មោះទៅតាមហ្នឹងហើយ page ក៏ដូចគ្នាដែរអ្នកនរគ្នាបញ្ចូលពាក្យថាស្រីសម្រាប់ page ស្រីអញ្ចឹងទៅឬក៏ female បាទអញ្ចឹងវានឹង auto ចាប់ page ទៅតាមហ្នឹងដែរណាបាទចាប់ page ទៅតាមអីដែលយើងបានកំណត់ហ្នឹងអញ្ចឹងឧទាហរណ៍ថាឈ្មោះអ្នកនរគ្នាឧទាហរណ៍ថាសលេងក្មេងស្រីអញ្ចឹង complete ដាក់ពាក្យថាស្រីឬក៏ female អីចឹងទៅវានឹង auto detect កន្លែងនេះឲ្យយើងឲ្យយើងចាំបាច់សារ៉េទៀតទេកន្លែងហ្នឹងណាបាទអូខេអញ្ចឹងកន្លែង voice profile គឺមានប៉ុណ្ណឹងបាទយើងអាច add សលេងជាច្រើនចូលគ្នាតែម្ដងក៏បានដែរបាទហើយបន្តមកទៀតតកតងជាមួយនឹងVox CPM2 នឹងដែរបាទនៅកន្លែងនេះបាទ
ចឹងខ្ញុំបើក mod vox CPM 2ណាបាទចឹងកន្លែង set voice 2នេះខ្ញុំបានបែងចែកតួប្រុសដាក់ម្ដុំហើយតួស្រីដាក់ម្ដុំបាទចឹងជាងាយស្រួលបាទងាយស្រួលកន្លែងហ្នឹងហើយកន្លែងនេះបាទកន្លែង voice profile ក្នុង table កន្លែងនេះយើងចុចពលាមកយើងមានជម្រើសច្រើនកន្លែងនេះគឺ all បង្ហាញសំឡេងទាំងអស់កន្លែង male គឺបង្ហាញតែតួប្រុសទេកន្លែង female បង្ហាញតែតួស្រីទេហ្នឹងហើយចឹងយើងអាចមើលកន្លែងហ្នឹងបានយើងបានបែងចែកវាឲ្យងាយស្រួលមើលតាមហ្នឹងបាទហើយនៅក្បែរហ្នឹងអ្នកនរគ្នាឃើញមានតែ voice all voicing គឺនៅក្នុង vox CPM 2អ្នកនរគ្នាចុចកន្លែងហ្នឹងមកអាចធ្វើការបង្កើតក្រុមសំឡេងសម្រាប់រឿងណាមួយដែលអ្នកនរគ្នាចង់បានហ្នឹងហើយឧទាហរណ៍ថារឿងហ្នឹងវាមានតួអង្គម៉ានអីម៉ានអញ្ចឹងខ្ញុំចង់បង្កើតបាទខ្ញុំចុច new group មកបាទខ្ញុំដាក់ group រឿងហ្នឹងមកបាទរឿងឬអីគេទេខ្ញុំភ្លេចបាត់ហើយមិញខ្ញុំដាក់ថា ghost អញ្ចឹងទៅហើយយើងចាប់ដើមរើសតួអង្គមកឧទាហរណ៍តួឯកប្រុសមានអីគេខ្លះយើងអាច search ឈ្មោះក៏បានដែរបាទ search ឈ្មោះមកបើសិនជាយើងមានឈ្មោះឲ្យត្រឹមត្រូវតែយើងអត់មានយើងអាចមើលតាមហ្នឹងយើង select មកថារឿងហ្នឹងវាមានតួឯកប្រុសបាទខ្ញុំចង់ដាក់សលេងតួឯកប្រុសនេះចូលមួយហើយកន្លែងសលេងកន្លែងនេះខ្ញុំនឹងអាចកែប្រែបាទខ្ញុំនឹងអាចកែដាក់មានប៊ូតុង play សលេងនៅក្នុងហ្នឹងទៀតបាទដើម្បីឲ្យយើងងាយស្រួលជាង play ទៅយើងពេញចិត្តតែចង់ដាក់តួអង្គមួយណាយើងដាក់មួយនឹងចូលតែឥឡូវហ្នឹងគឺវាមានតែឈ្មោះទេតែពេលអ្នកនរគ្នាប្រើប្រាស់ហ្នឹងអាចនឹងមានប៊ូតុង play សលេងកន្លែងហ្នឹងទៀតហើយបាទជឿថាខ្ញុំចង់ដាក់តួឯកប្រុសតួឯកស្រីតួរងប្រុសហើយនឹងកូនក្មេងអញ្ចឹងទៅហើយខ្ញុំចង់បានតួប៉ុណ្ណឹងនៅក្នុងរឿងហ្នឹងអញ្ចឹងខ្ញុំបង្កើត preset ដាក់ឈ្មោះអញ្ចឹងហើយខ្ញុំធ្វើការចុចដានមកបាទចុចដានមកអញ្ចឹងយើង select កន្លែង voice ហ្នឹងហើយយើង select យក ghost ហ្នឹងមកបាទ select យក ghost ហ្នឹងមកអញ្ចឹងកន្លែងនេះពេលដែលយើង view មកគឺវាមានតែតួដែលយើងបានបង្កើតមិញទេឃើញទេបាទវាមានតែតួអង្គដែលយើងបាន select នៅក្នុងgroup មួយហ្នឹងទេឃើញទេអញ្ចឹងឧទាហរណ៍ group នេះខ្ញុំមានស្រាប់ខ្ញុំមាន5សលេងអញ្ចឹងឃើញវាមាន5ហ៎បាទអញ្ចឹង group នេះវាមានតែ4ទេអញ្ចឹងហើយយើងអាចបែងចែកបានកន្លែងហ្នឹងហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងងាយស្រួលដែរបាទងាយស្រួលសម្រាប់យើងហើយ feature ថ្មីទៀតនោះគឺតកតងជាមួយនឹង section មួយនៅក្នុង setting ក្រោយពេលដែលយើង activate license ហើយយើងចូល setting ហើយចូលមកកាន់កន្លែង account គឺយើងឃើញមានរូបរាងស្អាតបែបហ្នឹងតែតកតងជាមួយនឹង card បាទ license យើងមានឈ្មោះយើងមានឈ្មោះ Telegram មានបញ្ជាក់ពីexpiration ណាតកតង expiration គឺ lifetime ហ្នឹងហើយបាទអញ្ចឹងតើតើកន្លែង account section គឺវាបង្ហាញតែព័ត៌មានប៉ុណ្ណឹងទេហើយយើងមើលមកទៀតមកកន្លែងណាទៀតចេះបាទខ្ញុំរើនៅបន្ថែមមកកន្លែងតើតើ sim កន្លែង sim ហ្នឹងយើងអស់មកក្រៅមកយើងនឹងឃើញមាន top bar style យើងអាចលេង style បានយើងមាន style មួយចំនួនធំដែរនៅក្នុងហ្នឹងអញ្ចឹងយើងចុចមកបាទ play សាកមើលតាមហ្នឹងមកបាទអញ្ចឹងគេថាអានេះកាហ្វេអញ្ចឹងទៅនេះបាទវា apply ទៅលើ top bar ខាងលើនេះចឹងខ្ញុំដូរទៅជា dark mode មកហើយយើងមើលទៅស្អាតបាទយើងសេរីស្រង់តាមហ្នឹងទៅបាទហើយខាងក្រោមមកទៀតវាមាន pro back style ហ្នឹងគឺតកតងជាមួយនឹង icon ខាងលើនេះកែងខាងលើនេះយើងពេញចិត្តមួយណាយើងអាចដូរតាមហ្នឹងបានបាទតែខ្ញុំដាក់រូបបេះដូងអញ្ចឹងទៅនេះបាទនេះកន្លែងហ្នឹងណាហើយអស់មកក្រោមទៀតតើតើ app icon បាទយើងមាន style មួយចំនួនដែរតើតើការលេងហ្នឹងអ្នកនរគ្នាពេញចិត្តមួយណាដាក់មួយហ្នឹងទៅបាទចឹងហ្នឹងតើតើការលេង style គឺយើងមានថ្មីប៉ុណ្ណឹងដែរបាទហើយខ្ញុំរកនឹកមើលទៀតសិនបាទមានអីគេទៀតបាទតែសារយើង update ច្រើនដែរឥឡូវហ្នឹងតើតើជាមួយនឹងកន្លែងសំឡេង AI ធម្មតាហ្នឹងហើយអញ្ចឹងខ្ញុំបិទ Vox CPM 2ខ្ញុំបិទ mode វាមក AI ធម្មតាឥឡូវក៏មានសលេងដែរបាទឧទាហរណ៍ខ្ញុំជ្រើសរើសយកភាសាខ្មែរអញ្ចឹងសលេងវាមានតែ2ហ្នឹងឯងតែបើខ្ញុំជ្រើសរើសយកភាសាអង់គ្លេសឬក៏ភាសាចិនអីវាមាន profile ច្រើនឃើញទេបាទនេះមាន profile ច្រើននៅក្នុងហ្នឹងហ្នឹងហើយវាមានច្រើននៅក្នុងហ្នឹងនេះបាទឃើញទេអញ្ចឹងយើងអាចចុច play មកយើងពេញចិត្តសលេងណាយើងអាច set ទៅឲ្យតួអង្គយើងសលេងប៉ុណ្ណឹងបានបាទអញ្ចឹងឃើញថាវាមានច្រើនជាងមុនវាឡើងមានតែពីសត្វស្រីមុំទាំងពីរហើយកាលមុនវាមានតែ2ទេ
មិនថាភាសាណាទេវាមានតែពីរទេឥឡូវហ្នឹងខ្ញុំជ្រើសរើសបន្ថែមមកទៀតបាទសារយើងមានសលេងច្រើនណាតើតើសលេង AI ធម្មតាហ្នឹងហើយមួយទៀតបាទតើតើជាមួយនឹង setting បាទចូលមកកាន់ setting កន្លែង bonus ខ្ញុំមានកាដូឲ្យអ្នកនរគ្នាដែរអញ្ចឹងកាដូហ្នឹងគឺជា website down កម្មវិធី down រឿងបាទកម្មវិធី down រឿងអ្នកនរគ្នាចុច down ទៅឲ្យតឡើងទៅបាទអញ្ចឹងពេលដែលតឡើងហើយវានឹងបានរូបរាងបែបនេះបាទ this move បាទខ្ញុំដាក់ this move ហ្នឹងមកបាទតឡើងមកនេះបាទឃើញស្អាតបែបហ្នឹងឯងបាទខ្ញុំយល់ទៅកម្មវិធីដែលខ្ញុំ free ឲ្យហ្នឹងមិនមែនធ្វើឲ្យទៅរួចពីដៃទេបាទយើងធ្វើប្រើខ្លួនឯងដែរអញ្ចឹងយើងផ្ចិតផ្ចង់បាទយើងមិនមែនធ្វើឲ្យទៅរួចពីដៃទេអញ្ចឹងវាមានមុខងារច្រើនយើងអាចចូលមើលតាមហ្នឹងទៅហើយយើងអាចដូរភាសាអង់គ្លេសភាសាខ្មែរបានបាទអញ្ចឹងអ្នកនរគ្នាចូលមកឃើញកន្លែងស្វែងរកនេះអ្នកនរគ្នាឃើញ website ខាងលើហ្នឹងហើយ website ណាបាទអញ្ចឹងយើងដាក់ website ហ្នឹងមកនេះបាទឃើញទេបាទខ្ញុំវាយបញ្ចូលមកបាទ website មួយហ្នឹងអញ្ចឹងអ្នកនរគ្នាធ្វើការជ្រើសរើសរឿងមកឧទាហរណ៍ខ្ញុំចង់ download រឿងមួយនេះចុចលើរឿងហ្នឹងមក copy link ខាងលើហ្នឹងយកទៅផាសបញ្ចូលទៅក្នុងកម្មវិធីហ្នឹងមកបាទហើយយើងចុចទាញយកភាគមកចុចទៅប៉ុណ្ណឹងមកគឺឃើញហើយបាទឃើញទេមានទាំង subtitle មកទៀតនេះបាទមានទាំង subtitle មកទៀតអញ្ចឹងយើង download វាទៅហ្នឹងហើយ download ទៅចង់បានមួយណា download មួយហ្នឹងទៅអញ្ចឹងអាហ្នឹងគឺជាកម្មវិធីដែលខ្ញុំ free ឲ្យអ្នកនរគ្នាបាទហើយអ្នកនរគ្នាចង់ជាវកម្មវិធី down រឿងផ្សេងទៀតអាហ្នឹងក៏ខ្ញុំមានលក់បន្ថែមដែរចឹងមុខងារថ្មីបាទគឺខ្ញុំគិតថាដូចជាមានតែប៉ុណ្្នឹងទេបាទហើយសម្រាប់បញ្ហាផ្សេងអាច report មកខ្ញុំបានបាទក្នុងការ report គឺផ្ញើជារូបភាព error ហ្នឹងបូកជាមួយនឹង log file របស់អ្នកនរគ្នាបាទអញ្ចឹងអ្នកនរគ្នាផ្ញើព័ត៌មានទាំងអស់ហ្នឹងមកខ្ញុំមកបានខ្ញុំងាយស្រួលក្នុងការពិនិត្យហើយនឹងដោះស្រាយវាបាទចឹងខ្ញុំក៏ថាដូចជាវាមានតែប៉ុណ្្នឹងទេបាទសម្រាប់ feature ថ្មីដែលយើងបន្ថែមចូលខ្ញុំរនឹកទៀតសិនអូខេចឹងកន្លែង add tag នេះដូចជាមានដែរ add tag ឥឡូវគឺអាច select page តែម្ដងក៏បានដែរយើងទៅសេអក្សរមកយើង add page ឲ្យវាស្រាប់តែម្ដងកន្លែងហ្នឹងយើងមានកែប្រែដែរអូខេខ្ញុំ find replace នេះដូចជាអត់មានទេបាទខ្ញុំចុចមើលទៀតសិនដោយសារវាច្រើនពេកហ្នឹងហើយយើង update ច្រើនអញ្ចឹងទៅអូខេអញ្ចឹងផ្សេងនេះមានទៅជាតកតង UI ទេបាទតកតង update UI តកតង update អីឲ្យវាប្រសើរជាងមុនស្អាតជាងមុនអញ្ចឹងទៅហើយអូខេអញ្ចឹងមុខងារថ្មីនេះបាទនៅមានកន្លែងនេះមួយទៀត Smooth UI Live Mode អានេះសម្រាប់កុំព្យូទ័រអ្នកនរគ្នាដែលមាន VGA ជាប់ហ្នឹងហើយដែលមាន VGA ជាប់ឬក៏ស្ពេចទៀតអីអាចបើកអានឹងបានដើម្បីឲ្យវាធ្វើការកាត់ animation កាត់ motion អីចេញខ្លះដើម្បីឲ្យវាដំណើរការរលូននៅលើកុំព្យូទ័រអ្នកនរគ្នាបាទឃើញចុចមកពេលដែលបើកអាហ្នឹងពេលដែលចុចទៅគឺឡើងមាន animation មានអីហើយឃើញបាទវារឹងអញ្ចឹងតែវាជួយឲ្យប្រសេសដំណើរការបានលឿននៅលើកុំព្យូទ័រដែលមានស្ពេចទៀបឃើញបាទចុចទៅឡើងមាន animation ហើយខាងក្រោយនោះក៏ឡើងព្រិលឡើងអីដែរបាទចុចទៅឡើងព្រិលឡើងមានអីហើយបាទឃើញទេអញ្ចឹងពេលយើងបើកវិញមកឃើញពេលយើង switch ទៅគឺវាមាន animation មានអីអញ្ចឹងសម្រាប់អ្នកដែលស្ពេចទៀបអាចបើកមុខងារនឹងបានបាទហើយមួយទៀតតើតើនឹង AI model គឺឥឡូវចេញដល់3.7 flash ហើយអញ្ចឹងអ្នកនរគ្នា update ទៅអាចប្រើនឹងបានក៏ប៉ុន្តែខ្ញុំសង្កេតឃើញថាដោយសារ AI ហ្នឹង model ហ្នឹងវាទំតែចេញថ្មីអញ្ចឹងការប្រើប្រាស់មានអ្នកប្រើច្រើនអញ្ចឹងពេលខ្លះក៏បកបានពេលខ្លះក៏បកបានដែរកន្លែងហ្នឹងណាអ្នកនរគ្នាត្រូវដឹងដែរអញ្ចឹងយើងអាចតម្លាក់មក version ផ្សេងដូចធម្មតាវិញមកអញ្ចឹងខ្ញុំមើលកន្លែងនេះតិចទៀតសិននៅសល់តែគេទៀតបាទយើងបង្ហាញឲ្យអស់អូខេអញ្ចឹងកន្លែងនេះដូចជាអត់មានអីទេបាទកន្លែង statistic នេះយើងអាច clear វាចេញក៏បានដែរហើយយើង reset ក៏បានឬក៏យើងចង់ទុកតួលេខចឹងក៏បានថាយើងបកបានប្រហែល clip ហើយចឹងណាបាទអញ្ចឹងនៅក្នុងបុណ្យណានេះជាវាមានតែប៉ុណ្្នឹងអីទេបាទ feature ដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងណាអូខេអញ្ចឹងតើតើប៊ូតុង split បាទ split នេះដូចជាខ្ញុំបានបញ្យល់ឲ្យនៅទេនេះបាទ
តើតើប៊ូតុង split នេះចឹងខ្ញុំនិយាយម្ដងទៀតហ្មងទៅបាទ split គឺ split audio បាទ split audio តើតើ split សំឡេងបើថាយើងចង់កាត់សំឡេងកន្លែងណាមួយចោលបាទថាខ្ញុំចង់ generate កន្លែងនេះមួយចឹងពេលនេះយើងgenerate ចឹងហើយយើងអាច split យើង select លើសំឡេងហ្នឹងមកយើងចុច split មកយើងចង់ split កន្លែងណាយើងកាត់កន្លែងហ្នឹងមកយើងចុចម្ដងទៀតដើម្បីបិទមុខងារហ្នឹងវិញបាទ split នេះយើងអាចបែកវាចឹងបានណាបាទអូអាហ្នឹងខ្ញុំបាននិយាយរួចហើយបាទកាលពីវីដេអូមុនហ្នឹងហើយអ្នកទាំងគ្នាអាចចូលទៅមើលបានចឹងតើតើមុខងារកន្លែងហ្នឹងដូចជាមានតែប៉ុណ្្នឹងទេហ្នឹងហើយសម្រាប់មុខងារថ្មីហ្នឹងចឹងអ្នកទាំងគ្នាកុំភ្លេច update ហើយធ្វើតាមការណែនាំពិសេសការ activate license កុំភ្លេចធ្វើតាមការណែនាំរបស់ខ្ញុំហ្នឹងហើយអរគុណយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយ